រົບនេះខ្ញុំជួលគេជួលគេ30រៀលហ្មងហើយអានេះសំណាងឲ្យមុខខ្ញុំផាត់ខ្លួនឯងចុះបើទៅរំសក់ខ្ញុំទៅធ្វើដល់ជាងទៀតមិនទៅសក់យ៉ាងហើយនោះក៏អស់5 10រៀលបើកន្លែងជាងខ្លះគេយក20រៀលអញ្ចឹងទៅហើយនៅខ្ញុំជីស្អីមកទៀតហ៎ហើយបាសណា50000មិនគ្រប់ហើយបងងាប់ហើយ50000ឥឡូវចេះទៅបងថែមឲ្យ10000ទៀតណា10000នេះទៅមកថែម10000ខ្មត់បាត់ហើយប៉ុណ្ណាអូខេងាត់អរគុណច្រើនពីសំណួរបានកន្លងផុតទៅហើយឥឡូវនេះយើងបន្តទៅដល់សំណួរទី3តែម្ដងសម្រាប់បាឡែនមានបងប្អូនយើងជាច្រើនបាទចង់ដឹងថាជាការពិតតើតើសំណួរនេះបងក៏សូមអធិស្ឋានដល់បងប្អូនជាមុនសិនណាចាបងអត់អីក្នុងនាមដែលបងជាអ្នកសម្របសម្រួលកម្មវិធីហើយមានការសួរទៅលើសលុះអីក៏កុំប្រកាន់ហ្នឹងណាចាអត់អីបាទដល់ឡានអរគុណច្រើនដល់ឡានត្រៀមចិត្តហើយចាត្រៀមចិត្តហើយបងបាទអរគុណច្រើនចាសំណួរបន្ទាប់ដល់យើងនេះបាទដល់ឡាននេះបងបញ្ជាក់ជូនតែម្ដងបាទចាសំណួររបស់យើងនេះគឺចង់សួរថាតើដាឡែនអាចបញ្ជាក់ជូនបានទេថាដាឡែនមានស្រុកកំណើតកើតជានៅឯណាដែរស្រុកកំណើតរបស់ខ្ញុំហ៎បងបាទស្រុកកំណើតនៅក្នុងបញ្ជីជាតិតែម្ដងបងបាទអូស្រុកកំណើតរបស់ខ្ញុំចាអ្នកទាំងអស់គ្នាស្រុកកំណើតរបស់ខ្ញុំគឺនៅស្រុកស្អាងខេត្តកណ្ដាលស្រុកស្អាងខេត្តកណ្ដាលនៅស្អាងខេត្តកណ្ដាលនេះអាចអត់ជូនតាក់ទងទៅនឹងភូមិឃុំបានទេបងបាទចានៅភូមិព្រែកតាជ្រូកចាភូមិព្រែកតាជ្រូកស្ពានលេខ13ណាអ្នកនរគ្នានិយាយទៅបើសិនជាបងប្អូនរត់ឃើញឆែកតាម map ក៏បានដែរនិយាយទៅនៅភូមិព្រែកតាជ្រូកហើយខ្ញុំនៅនឹងយូរហើយពេលដែលខ្ញុំអត់ថតទេខ្ញុំទៅផ្ទះម៉ាក់អញ្ចឹងម៉ាក់នៅស្រុកណាហើយបើសិនជាអ្នកដែលគាត់នៅតនេនៅលីវអីអាចមកអីចឹងណាមកលេងឬក៏មកលេងដាឡែនហ្មងនេះក៏មិនដែរអត់ទេម៉ាក់ខ្ញុំគាត់លក់អីក្នុងផ្ទះអញ្ចឹងណាអញ្ចឹងអាចមកជួយគ្រប់គ្រងអីចឹងណាចាហើយអាចមកឃើញខ្ញុំអីដែរចឹងណាខ្ញុំនៅនឹងអីដែរចឹងណាអរគុណដាឡែនជឿជាក់ថាតាមរយៈបទសភានេះគឺពិតជាផ្ដល់មានន័យល្អខ្លាំងមែនតើដាឡែនរហូតដល់វ័យប៉ុណ្ណេះហើយប្រហែលជាមិនទាន់មានគេក្រោបក្រមបេះដូងអីដាឡែនបានទេមែនទេនៅបងនៅចានៅដាឡែនគិតថានឹងបើកបេះដូងក្នុងពេលណាដែរបើកឥឡូវហ្នឹងហ្មងចាគឺបើកឥឡូវហ្នឹងហ្មងបាទប្រិមត្តទស្សនិកជនទីរូបជាទីមេត្រីតាមរយៈវីដេអូមួយនេះគឺជាវីដេអូមួយដែលបង្ហាញបើកពីបេះដូងរបស់ដាឡែនដាឡែនមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតស្រស់សភាពទេថែមទាំងមានអត្តចរិតសុភាពរាបសាររុំទុំស័ក្តិសមជាកុលអូឈប់បងដែលមានបាទកាត់ម៉ៃតិចអូលយណាកៃម៉ៃណាមិនទេដូចកៃឡានណាបងដូចកៃឡានលយណាអូនេះមានអានេះទៀតនេះខ្លាំងគូទេនេះបាក់ជើងបបាយនេះកូនមួយទៀតលយកាន់ទៀតទៅលយបាយទៅគាត់មែនមើលស៊ូស៊ូបងកំពុងអួតគេថាសភាពនារីបងឃើញរត់យ៉ាងសុំតោះអាកន្លែងហ្នឹងមិនកាត់ចោលក៏បានដែរកាត់ចោលមិនពណ៌ឡាយផ្ទាល់អូឡាយផ្ទាល់ទៀតអូសុំតោះបងប្អូនទស្សនិកជនទាំងអស់គ្នាបើសិនជាខ្ញុំតកាយវិការខុសលោះសូមកុំកាយវិការអីអរគុណដាឡែនអរគុណច្រើនចំពោះការដែលចំណាយពេលវេលាម្លាយហើយមែនតើទៅយើងក៏ដល់ទីបញ្ចប់ហើយសម្រាប់កម្មវិធីរបស់យើងនេះចប់ហើយបាទដល់ទីបញ្ចប់ហើយកម្មវិធីនៃការសភារបស់យើងក៏បានដល់ទីចប់បាទមានសំណួរអីបានអញ្ជើញសួរបានសួរបានបងបាទសួរបានតាមរយៈការ live នេះតែម្ដងបានបញ្ហាយើងសួរបានអត់បញ្ហាបងណាអត់អីទេបាទច្បាស់ហើយណាបងណាបាទមិនបញ្ហាទេអូនបាទអរគុណចុះសម្រាប់ budget តើបងbudget ហ៎ចាយើងមកថត live តអញ្ចឹងបានដែរអូ budget តាមពិតទៅដែលបងបានប្រាប់បងពីដើមមកអញ្ចឹងតើតើតទៅនឹងកម្មវិធីរបស់យើងគឺ interview online អូនណាគឺសម្ភាស online ទេហើយប៉ុន្តែដោយសារលក្ខខណ្ឌពិសេសអូនបានជួយមកដល់ស្ពីផ្ទាល់អញ្ចឹងតើតទៅនឹងការសម្ភាសនេះបងក៏មានកញ្ចប់ថវិកាសម្រាប់ផ្ដល់ជូនអូនដែរសំសម្បត្តិបាទមែនតើទៅយើងក្នុងនាមជាអ្នកសិល្បៈដូចគ្នាយើងពិតជាចែករំលែកអ្វីដែលអាចផ្ដល់ទៅបានអញ្ចឹងណាសម្រាប់ថវិកានេះគឺយើងផ្ដល់ជូន50000រៀលបងអូនស្រីបានអញ្ជើញចូលរួមសម្ភាសនេះមកហ្មង50000នេះបាទ50000ហើយមិនគ្រប់ថ្លៃខ្ញុំមកងាប់ហើយអត់ព្រមប្រាប់ខ្ញុំមិនចឹងបងប្រាប់ឲ្យថាបងសុំសភាអនឡាញអនឡាញវាចាស់ថាមិនចឹងទេតែថារົບនេះខ្ញុំជួលគេ30រៀលហ្មងហើយអានេះសំណាងឲ្យមុខខ្ញុំផាត់ខ្លួនឯងចុះបើទៅរំសក់ខ្ញុំទៅធ្វើដល់ជាងទៀតមិនទៅសក់យ៉ាងហើយនោះក៏អស់5 10រៀលបើកន្លែងជាងខ្លះគេយក20រៀលអញ្ចឹងទៅហើយនៅខ្ញុំជីស្អីមកទៀតហើយបាសណា50000មិនគ្រប់ហើយបងងាប់ហើយ50000ឥឡូវចេះទៅបងថែមឲ្យ10000ទៀតណា10000នេះទៅមកថែម10000ខ្មត់បាត់ហើយប៉ុណ្ណាអូយមិនកើតទេដឹងអញ្ចឹងនិយាយគ្នាទុកមុនទេអត់ទេបងសុំប្រិមត្តទស្សនិកជនទីគោរពជាទីមេត្រីឥឡូវនេះយើងបានមកដល់ទីបញ្ចប់ដែរនៃកម្មវិធីរបស់យើងដាឡែនខ្ញុំមានអ្វី5ផ្សាយទៅកាន់ប្រិមត្តទស្សនិកជនដែលកំពុងទស្សនាបងអញ្ជើញលើកឡើងបានសូមអញ្ជើញចាជាចុងក្រោយនឹងខ្ញុំសូមអរគុណ
ទស្សនិកជនអរគ្នាដែលតែតែគ្រប់គ្រងរូបនាងខ្ញុំហើយក៏អរគុណបងដែលផ្ដល់កិត្តិយសឲ្យខ្ញុំចូលរួមនៅក្នុងកម្មវិធីគឺផ្ដល់ពេលវេលាដំស្អីគេស្អីគេតែខ្ញុំហត់ជប់ស្អីបានហើយអូនចាជាចុងក្រោយនេះខ្ញុំសូមអរគុណដល់បងប្អូនទស្សនិកជនអរគ្នាដែលតែតែគ្រប់គ្រងរូបនាងខ្ញុំហើយក៏អរគុណបងដែលបានផ្ដល់កិត្តិយសឲ្យនាងខ្ញុំចូលរួមនៅក្នុងកម្មវិធី live តផងដែរដែលជា interview online គឺពិសេសខ្លាំងហ្មងបងពិសេសខ្លាំងអត់មានទេសម្រាប់ខ្ញុំលើកទី1ហ្មងក្នុងឆាកជីវិតចាហើយទី2ក៏សូមអរគុណដល់ទី2អរគុណដល់អរគុណមែនតើបងចាគឺខ្ញុំពិតជាមានអារម្មណ៍ថារំភើបសប្បាយរីករាយខ្លាំងមែនតើដែលបានចូលរួមក្នុងកម្មវិធី interview បែបនេះហើយខ្ញុំតិចទៅចាគឺខ្ញុំពិតជាសប្បាយរីករាយមែនតើដែលបានចូលរួមនៅក្នុងកម្មវិធី interview មួយនេះហើយទោះជាវាខាត់បងច្រើនយ៉ាងណាក៏ដោយក៏ខ្ញុំនៅសប្បាយរីករាយរំភើបចូលរួមនៅក្នុងកម្មវិធីមួយនេះដែរចាហើយទី2ក៏ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែគ្រប់គ្រងរូបនាងខ្ញុំកន្លងមកចាហើយចាជាចុងក្រោយក៏ខ្ញុំសូមផ្ដាំផ្ញើទៅដល់បងសិល្បករទាំងអស់គ្នាចាមុននឹងយើងចូលរួមក្នុងកម្មវិធីអ្វីមួយគឺយើងត្រូវតែសួរច្បាស់ដិតដល់ជាពិសេសគឺថវិកាបើចិត្តដែលយើងចូលរួមវាអាចនឹងពេលខ្លះវាបានបើចិត្តតិចមែនតើអ្នកទាំងអស់គ្នាតិចខ្លាំងហ្មងហើយបើសិនជាគេប្រាប់យើងអត់ដល់ទៀតហើយយើងមកគឺយើងខាតខ្លាំងហ្មងទាំងពេលវេលាទាំងនិយាយទៅទាំងពេលវេលាទាំងមួយថ្ងៃរបស់យើងហ្នឹងហ្មងអញ្ចឹងសូមផ្ដាំផ្ញើដល់បងប្អូនសិល្បករទាំងអស់គ្នាមុននឹងទទួលការងារអ្វីមួយយើងត្រូវតែសួរឲ្យច្បាស់លម្អិតលម្អន់មុននឹងយើងមកទទួលការងារមួយគេកុំឲ្យខាត់ពេលវេលាដូចខ្ញុំអរគុណដល់ឡានបាទអរគុណមកឲ្យល្អមែនទែនចំពោះការចំណាប់អារម្មណ៍បងប្អូននេះអរគុណច្រើនហើយក៏សង្ឃឹមថាព័ត៌មានរបស់បងប្អូននឹងជើញចូលរួមកម្មវិធីរបស់បងនៅឱកាសក្រោយទៀតណាបងណាចាអរគុណសង្ឃឹមថាឱកាសក្រោយនឹងមិនជួបគ្នាទៀតចាបាទអរគុណច្រើនចំពោះកម្មវិធី interview online ក៏មកដល់ទីបញ្ចប់ទៅហើយពេលនេះខ្ញុំបាទសនពិសិដ្ឋខ្ញុំដាឡែនសូមអរគុណសូមជម្រាបសួរខ្ញុំសូមគោរពលា